នេះជាសកម្មភាពបងប្អូនយើងកំពុងតែទៅជិះឡានចឹងណានិយាយទៅត្រូវកែរបស់ពួកខ្ញុំគាត់មកដឹកនឹងនារដូវត្រជាក់តែប៉ុណ្ណោះមិនដឹងថាខែ3ថ្ងៃ20អីហ្នឹងត្រូវកែឲ្យជិះកង់វិញឬក៏មិនអត់ទាន់ច្បាស់ដែរបើយ៉ាងយូរចប់ខែ3តែម្ដងគឺត្រូវកែឲ្យពួកខ្ញុំជិះកង់វិញហើយអ្នកជិះកង់មានតែក្រុមពួកខ្ញុំហើយនឹងបងប្អូនដែលនៅជិតផ្ទះត្រូវកែឬក៏នៅជាមួយផ្ទះត្រូវកែតែម្ដងចូលខែក្តៅមានអ្នកជិះកង់ខ្លះជិះឡានខ្លះចឹងអ្នកទាំងអស់គ្នានៅខែក្តៅពេលយើងជិះកង់មួយយ៉ាងដែរចឹងអ្នកទាំងអស់គ្នាព្រោះថាយើងត្រូវការដាំដំណាំអីចឹងផ្សេងយើងត្រូវការស្រោចទឹកមើលថែឬក៏ដកស្មៅអញ្ចឹងទៅចំណែកអ្នកជិះឡានវិញដល់ម៉ោងគេត្រូវមកផ្ទះហើយគឺត្រូវតែមកបើមិនមកជាមួយគេទេឬក៏អាចជិះកង់ឬក៏មួយទៀតអាចដើរមកដោយខ្លួនឯងក៏ថាបាននិយាយទៅថាកែខ្ញុំមានពីរជំរើសចឹងអ្នកទាំងអស់គ្នាជិះកង់ក៏ជិះទៅជិះឡានក៏ជិះទៅនោះបងប្អូនខ្មៅហ្នឹងគឺក្អែកឯងព្រឹកមិញជិះឡានទៅគឺឃើញសុទ្ធតែក្អែកឲ្យភ្លេចរៀបរាប់ថ្ងៃនេះគាត់ដាក់ចូលដល់ក្នុងហោស៊ឺផ្លែតមានណាមិនថាបងប្អូនខ្មែរយើងឬក៏បងប្អូននេប៉ាល់ទេបើមិនបានឆុងកាហ្វេញ៉ាំគឺដូចថាអត់មានធម្មពលតែម្ដងចំណែកប្អូនប្រុសម្នាក់នេះវិញគឺអត់ធ្វើការជុំជាមួយពួកខ្ញុំទេគាត់មកបកកៅស៊ូនៅចិត្តនឹងអញ្ចឹងទៅហើយគាត់ក៏ចង់ញ៉ាំកាហ្វេដែរក៏ចូលមករងពួកខ្ញុំតែម្ដងនិយាយទៅពួកគាត់អត់មានតែក្តៅអញ្ចឹងមានតែស្រីចំណែកការងារពេញមួយព្រឹកនេះវិញអ្នកទាំងអស់គ្នាថៅកែឲ្យស្រីកាត់បន្លែគ្នា4នាក់ចឹងណាចំណែកប្រុសទៅរើកៅស៊ូចឹងណាអ្នកទាំងអស់គ្នាសាឡាត់ដែលដកម្សមិញចឹងទៅរើថ្ងៃនេះហើយថៅកែគាត់រៀបចំភ្ជួរដីចឹងណាព្រោះថាឥឡូវត្រូវមើលមាញឹកខាងដាំដើម្បីត្រៀមទុកសាឡាត់បេះខែក្តៅហើយថ្ងៃនេះវិញកាត់ទៅគឺកាត់2នាក់ហើយរៀប2នាក់ដែរហើយថ្ងៃនេះវិញក៏ខ្ញុំអត់បានកាត់ដែរគឺខ្ញុំឡើងបិទកេះជួយរៀបគេដែរចឹងណាអ្នកទាំងអស់គ្នាអត់សូវមានបន្លែរៀបចឹងទៅក៏ចូលជួយកាត់គេបន្តិចទៅពេលណាអត់ប្រុសចឹងទៅខ្ញុំប្រាប់ប្អូនស្រីដែលមកកាត់ជាមួយថាឲ្យគាត់កាត់ទៅខ្ញុំបត់កេះអត់ដឹងខ្លួនឯងថាប្រហែលថ្ងៃនឹងថៃបានឈឺកដៃចឹងណាមកនៅកូរ៉េយូរហើយបងប្អូនទាំងអស់គ្នាមានតែជំងឺទេសំបីតែកំពុងតែបញ្ចូលសំឡេងនេះបងប្អូនដឹងហើយថាសលេងខ្ញុំច្បាស់ជានិយាយទៅរៀងស្អករៀងតឹងច្រមុះចឹងណាអ្នកទាំងអស់គ្នាពេលខែត្រជាក់ខ្លាំងចឹងទៅរឿងខ្យល់ដកដង្ហើមរៀងពិបាកបន្តិចដែរនិយាយទៅតួខ្លួនឯងថាឈឺប៉ុណ្ណឹងក៏ដោយក៏នៅតែធ្វើដែរព្រោះថានេះជាការងារដែលខ្លួនឯងស្រឡាញ់ចឹងណាស្រឡាញ់ក្នុងការថតវីដេអូអីចឹងទៅណាមួយទៀតក៏ចង់ថតជូនបងប្អូនទស្សនាលេងកម្សាន្តដែរថាការងារនៅស្រុកកូរ៉េមានមិនខ្លះដែរចឹងណាពេលខ្លះក៏ពិបាកពេលខ្លះក៏ការងារស្រួលដែរចឹងណាអ្នកទាំងអស់គ្នាហើយវីដេអូនេះក៏ជាការងារពេញមួយព្រឹករបស់ខ្ញុំដែរចឹងណាព្រឹកនេះគឺថាកែគាត់ឲ្យកាត់សាឡាត់រហូតពេលថ្ងៃទៅបេះកន្លែងគេ